វាសួរដល់លោកពូនីមីងដែលមានកូនរៀននៅក្នុងសាលាបណ្តុះសិក្សាវិទ្យាថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញពីការប្រើប្រាស់កម្មវិធី PLP ដែលជាកម្មវិធីសម្រាប់រៀនពីចម្ងាយវីដេអូមុនខ្ញុំធ្វើការបង្ហាញពីការដំឡើង app នៅលើទូរស័ព្ទដៃនិងនៅលើកុំព្យូទ័រវីដេអូនេះខ្ញុំធ្វើការបង្ហាញពីការចូលទៅកាន់គណនីដើម្បីធ្វើការប្រើប្រាស់ជាដំបូងសូមចូលទៅកាន់ app PLP បន្តមកចូលទៅកាន់គណនីនោះលោកពូនីមីនឹងឃើញ QR code ដើម្បី scan QR code បានយើងធ្វើការចុចលើ QR code បន្ទាប់មក scan QR code ដោយសារតែ QR code ខ្ញុំបានថតរួចអញ្ចឹងខ្ញុំចូលទៅកាន់ upload QR code បន្តមកចុច library បន្តមកទៀតខ្ញុំជ្រើសរើស QR code ដែលបានថតទុករួចបន្តមកចុច done នោះការចូលគណនីនឹងដំណើរការនោះលោកពូនីមីងអាចឲ្យកូនចូលមើលមេរៀនតាមកម្រិតដែលកូនបានរៀនជាប្រចាំថ្ងៃយើងអាចមើលមេរៀនពីថ្នាក់ទី1រហូតដល់ថ្នាក់ទី6បានជាឧទាហរណ៍ខ្ញុំជ្រើសរើសជាគណិតវិទ្យាថ្នាក់ទី1យកមកបង្ហាញនោះនៅក្នុងមេរៀនទី1យើងមានមេរៀនរងចំនួន4ដែលមេរៀនរងទី1គឺការប្រៀបទំហំតូចជាងធំជាងខ្ញុំធ្វើការចុចចំណុចលេខ1នោះមេរៀននឹងបង្ហាញជាទម្រង់រូបភាពនិងអក្សរពូនីមីងអាចឲ្យកូនអានអក្សរដែលសរសេរនៅខាងលើអក្សរគេបានសរសេរថាតើមួយណាធំជាងបើសិនបើកូនលោកពូនីមីងមិនអាចអានអក្សរនៅខាងលើនេះបានលោកពូនីមីងអាចចុចនៅត្រង់វ៉ូលីមសំឡេងដើម្បីឲ្យទីនេះអានជាសំឡេងដាក់បន្តទៅតើមួយណាធំជាងគេសូមធ្វើការជ្រើសរើសរូបភាពដែលជាចម្លើយដែលត្រឹមត្រូវទៅតាមសំឡេងដែលបានអានបន្ទាប់មកចុចយកពាក្យយល់ព្រមត្រឹមត្រូវតើមួយណាធំជាង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 ត្រឹមតើមួយណាតូចជាងត្រឹមត្រូវសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះវីដេអូបន្ទាប់ខ្ញុំធ្វើការបង្ហាញនៅត្រង់ចំណុច3ត្រេខាងលើនៅក្នុងនោះយើងមានការតាមដានការប្រឡងកិច្ចការផ្ទះវេទិកានិងបណ្ណាល័យ